បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅពេលនេះគឺនៅថ្ងៃច័ន្ទទី22ខែធ្នូនៅឡើយទេណាមកនៅសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសកម្ពុជាគឺបាទថ្ងៃអង្គារទៅហើយទី23ធ្នូឆ្នាំ2025បាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះខ្ញុំសូមសម្រាំងយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទមុននឹងយើងឆ្លើយឆ្លងសំណួរចែករំលែកចំណេះដឹងនិងការយល់ឃើញរបស់ខ្ញុំនៅនាទីចុងម៉ោងព័ត៌មានទី1នេះគឺលោកត្រាំខិតខំព្យាយាមឥឡូវនេះធ្វើយ៉ាងណាឲ្យឧស្សាហកម្មការផលិតនាវារបស់សហរដ្ឋអាមេរិកជាពិសេសនាវាយោធានាវាចម្បាំងហ្នឹងរស់ឡើងវិញបន្ទាប់ពីជាប់គាំងអស់ជាយូរដោយលោកបានថ្លែងថាឥឡូវនេះគឺនាវាចម្បាំងរបស់សហរដ្ឋអាមេរិកហ្នឹងដាក់ឈ្មោះលោកបាទដាក់ឈ្មោះលោកតែម្ដងដើម្បីឲ្យមានការចាប់អារម្មណ៍ហើយព័ត៌មានទី2នេះគឺនាំពាក្យរបស់លោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាសូមក្រសួងយុតិធធរបស់សហរដ្ឋអាមេរិកបញ្ចេញឯកសារឲ្យអស់មកពាក់ព័ន្ធជាមួយនឹងលោក Clinton នៅក្នុងសំណុំរឿងលោក Jeffrey Epstein ដែលជាអ្នកទៅបានចោទថាមានពាក់ព័ន្ធជាមួយនឹងការជួញដូរស្ត្រីវ័យក្មេងហើយមានពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយនិងអ្នកមានគេឈ្មោះល្បីៗជាច្រើនបាទហើយឥឡូវនេះគឺខាងលោក Clinton បានចេញប្រតិកម្មដោយកម្រថាបើមានឯកសារអ្វីពាក់ព័ន្ធជាមួយនឹងលោក Clinton ចេញឲ្យអស់មកកុំលុបលោដូចនេះហើយព័ត៌មានទី3នេះគឺជាលើកទី1នឹងជាសាធារណៈដែលលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានសម្ដែងទុតិធិនិយមនៅក្នុងការសម្រេចឲ្យបាននៅបទជបាញ់ឬក៏កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនដែលលោកបានយល់ឃើញថាលោកមិនមានជំនឿថាអាចនឹងសម្រេចបានទេបើទោះបីជាក្នុងពេលកន្លងមកថ្មីនេះក្រុមអ្នកចរចាបានសម្ដែងថាពួកគេបានជួបសន្ទនាប្រកបដោយផ្លែផ្កានិងស្ថាបនាជាច្រើនដែលអាចឈានទៅដល់ចិត្តសម្រេចបានកិច្ចព្រមព្រៀងមួយហើយព័ត៌មានចុងក្រោយនេះគឺជារឿងពាក់ព័ន្ធនឹងការជំរុញគោលនយោបាយការបរទេសរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងថាសហរដ្ឋអាមេរិកបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនជាច្រើនមកពីជុំវិញពិភពលោកដែលជាចំនួនមួយធ្វើឲ្យចំនួនតំណែងឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកនៅទំនេរជាច្រើនដែលជាចំនួនបន្ថែមទៅនឹងចំនួនធ្លាប់ទំនេរហើយជាពិសេសការកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកមកក្រសួងវិញនេះគឺដើម្បីធ្វើការវិតម្លៃទៅលើការងាររបស់អ្នកទាំងអស់នោះហើយអ្វីដែលជាការចាប់អារម្មណ៍មួយទៀតគឺចេញពីតំបន់ដែលជាតំបន់មានគោលនយោបាយសំខាន់របស់លោកប្រធានាធិបតី Donald Trump នៅក្នុងនោះមានប្រទេសវៀតណាមផងដែរបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងព័ត៌មានស្ដីអំពីសហរដ្ឋអាមេរិកព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post សារព័ត៌មាន Washington Post បានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump នៅថ្ងៃច័ន្ទនេះមកនៅសហរដ្ឋអាមេរិកនេះគឺបានបញ្ជាក់ថាលោកនឹងតាមដានពិនិត្យមើលទៅលើការអភិវឌ្ឍនិងការផលិតនាវាចម្បាំងប្រភេទថ្មីទំនើបដោយដាក់ឈ្មោះខ្លួនលោកផ្ទាល់តែម្ដងចំណាត់ការនេះគឺធ្វើឡើងដើម្បីធ្វើយ៉ាងណាជួយជំរុញការពិតនៃចំគឺជួយជំរុញឲ្យឧស្សាហកម្មផលិតនាវារបស់សហរដ្ឋអាមេរិកដែលនៅជាប់គាំងជាយូរមកហើយនោះឲ្យដំណើរការទៅមុខឲ្យបានប្រសើរពីព្រោះអីចិនបាននាំមុខជាច្រើននៅក្នុងវិស័យផលិតនាវាហើយសហរដ្ឋអាមេរិកក្នុងរយៈពេលចុងក្រោយនេះហាក់ដូចជានៅជាប់គាំងដូច្នេះលោកប្រធានាធិបតីក៏ជាឱកាសនេះគឺធ្វើយ៉ាងណាធ្វើយុទ្ធនាការជំរុញឲ្យមានការផលិតនាវាយោធារបស់សហរដ្ឋអាមេរិកដោយដាក់ឈ្មោះលោកតែម្ដងក៏ដើម្បីជួយជំរុញផងជាការមួយដើម្បីបង្ហាញនៅការគ្រប់គ្រងរបស់លោកហើយនឹងក៏ជាការមួយផ្សព្វផ្សាយអំពីខ្លួនលោកផងដែរដែលលោកប្រធានាធិបតី Donald Trump ក្នុងមួយរយៈពេលចុងក្រោយនេះគាត់ខំដាក់ឈ្មោះលោកគេថា signature បាទអត្តសញ្ញាណរបស់លោកផ្លាកសញ្ញារបស់លោកហ្នឹងនៅលើស្ថាប័នសំខាន់ជាច្រើនរួមទាំងនៅក្នុងវិទ្យាស្ថានសន្តិភាពដែលនៅរដ្ឋធានី Washington នោះបាទវិទ្យាស្ថានសន្តិភាពហ្នឹងគឺឥឡូវហ្នឹងដាក់វិទ្យាស្ថានត្រាំសន្តិភាពបាទដាក់ចាំឈ្មោះលោកបន្ថែមនៅក្នុងហ្នឹងហើយកន្លែងសាលមហោស្រព Kennedy Robert Kennedy John F Kennedy នោះក៏ដាក់ឈ្មោះសាលមហោស្រពហ្នឹងគឺមានឈ្មោះលោក Kennedy នៅដែរក៏ថែមឈ្មោះលោក Trump បន្ថែមទៀតបាទពីព្រោះអីក្នុងពេលកន្លងមកមានការដាក់ឈ្មោះប្រធានាធិបតីដែរមិនដូចជានៅអាកាសយានដ្ឋាននៅរដ្ឋធានី Washington គឺ Ronald Reagan បាទអញ្ចឹងគេដាក់ឈ្មោះប្រធានាធិបតីឥឡូវលោក Trump លោកដាក់ឈ្មោះលោកបញ្ចូលទៅក្នុងកម្មវិធីជាច្រើនបាទរួមទាំងនៅពេលនេះគឺ
ទៅលើឧស្សាហកម្មផលិតនាវារបស់សហរដ្ឋអាមេរិកដែលជាប់គាំងអស់ជាយូរមកហើយហើយលោកប្រធានាធិបតីបានប្រកាសនេះគឺក្នុងពេលដែលលោកមានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio ហើយនិងលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth ហើយបើតាមការរាយការណ៍របស់ខាង Washington Post ដកស្រង់ពីប្រសាសន៍របស់លោកប្រធានាធិបតីគឺលោកបានបញ្ជាក់ថានាវាយោធាឬក៏នាវាចម្បាំងថ្មីនេះគឺមានបំពាក់កំភ្លើងបំពាក់មីស៊ីលដែលទំនើបកម្រិតខ្ពស់ហ្មងគាត់ប្រាប់ថា the highest level គឺបានន័យថាកម្រិតខ្ពស់បំផុតរួមមានទាំងអាវុធ hypersonic ទៀតបាទថ្ងៃប្រហែលខែមុនទៅលឺសូរុស្ស៊ីគាត់ថាគាត់សាកល្បងជោគជ័យអាវុធមីស៊ីល hypersonic ប៉ុន្តែអាមេរិកឥឡូវយកមកបំពាក់នៅលើនាវាចម្បាំងរបស់ខ្លួនហើយបំពាក់អាវុធ hypersonic ហើយនឹងកំភ្លើងដែលបំពាក់ laser ទៀតបំពាក់ laser ទៀតដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងហើយគឺនាវាចម្បាំងដែលផលិតដំបូងនេះគឺដាក់ឈ្មោះថា USS Defiant បាទឈ្មោះហ្នឹងតែម្ដងគឺជាផ្នែកមួយនៃការខិតខំធ្វើទំនើបកម្មដែលលោកប្រធានាធិបតីដាក់ឈ្មោះថា Golden Fleet គឺកងនាវាសម័យមាសសវណ្ណភូមិសវណ្ណមាសបាទដែលជាការបង្ហាញថាគឺលោកប្រធានាធិបតី Donald Trump ចង់ដើរតួនាទីដ៏សំខាន់ចង់លូកដៃឲ្យកាន់តែជ្រៅនៅក្នុងវិស័យនេះដើម្បីឲ្យដំណើរការទៅមុខបាទអញ្ចឹងបើយើងនិយាយដោយសង្ខេបទៅគឺជាគេថាដំណោះស្រាយឈ្នះឈ្នះសម្រាប់លោកប្រធានាធិបតីគឺឈ្មោះលោកក៏មានជាប់នៅក្នុងឧស្សាហកម្មនាវាឬនាវាដែលផលិតថ្មីហើយក៏ជាការមួយធ្វើឲ្យឧស្សាហកម្មផលិតនាវារបស់សហរដ្ឋអាមេរិកដើរទៅវិញផងដែរពីព្រោះមានឈ្មោះលោកជាប់នៅហ្នឹងចឹងដាច់ខាតទៅតែដំណើរការទៅមុខបាទនេះជាព័ត៌មានទី1